បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពថ្ងៃនេះគឺខ្ញុំចង់លើកយកអំពីកំណាព្យដែលចាស់បុរាណដែលបានពោលមកតគ្នានៅពេលដែលស្រុកទេសមុននឹងកើតសង្គ្រាមថាគឺមានផ្ដាំគឺគាត់ចាស់ពីមុនគាត់តែងតែផ្ដាំផ្ញើនិយាយតគ្នាជាមួយនឹងកូនចៅរបស់គាត់រហូតដល់ខ្ញុំអាចនឹកឃើញនៅកំណាព្យនេះបាទដែលចាំតគ្នាដែលមុននឹងស្រុកទេសកើតសង្គ្រាមគេនិយាយថាសង្គ្រាមលោកលើកទី3នឹងកើតឡើងនៅពេលខាងមុខអញ្ចឹងសង្គ្រាមលោកលើកទី3គឺគេសំដៅទៅលើសង្គ្រាមដែលកើតឡើងទូទាំងពិភពលោកគឺនៅលើពិភពលោកនេះទាំងអស់គឺប្រទេសណាក៏មានសង្គ្រាមដែរអញ្ចឹងខ្ញុំចាំបានកំណាព្យសុភាសិតនោះដែលគាត់តែងពោលផ្ដាំកូនចៅចំនួនក្រោយតគ្នាថាបាទខ្មែររត់ឡើងរុងដីថៃរត់ឡើងរុងថ្មថៃចិត្តមិនល្អបាត់បង់ទឹកដីអញ្ចឹងបងប្អូនអាចដោះស្រាយនៅសុភាសិតទាំងអស់នេះបាននេះបើតាមជាការយល់ឃើញរបស់ខ្ញុំផ្ទាល់គឺនេះជាការយល់ឃើញខ្លួនឯងខ្ញុំទេណាបាទអញ្ចឹងបងប្អូនយល់ឃើញអីផ្សេងទៀតគឺបងប្អូនអាចវិភាគអាចវិតម្លៃទៅតាមការយល់ឃើញតាមការយល់ដឹងរបស់បងប្អូនទៅចុះបាទខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថាកំណាព្យនោះលោកពោលថាខ្មែររត់ឡើងរុងដីថៃរត់ឡើងរុងថ្មថៃចិត្តមិនល្អបាត់បង់ទឹកដីនៅពេលខាងមុខអញ្ចឹងបើសិនជាសង្គ្រាមផ្ទុះឡើងនៅលើទូទាំងពិភពលោកអញ្ចឹងខ្មែរយើងនិងថៃក៏ជិះផុតបាទមានវៀតណាមមានឡាវមានចិនភូមាម៉ាឡេស៊ីបាទនៅជាប់ក្បែរខាងនេះប្រហែលជាអាចទៅទាំងអស់ហើយបើសិនជាខ្ញុំនិយាយខុសចំណុចណាសូមបងប្អូនកុំប្រកែកប្រកាន់អីនេះគ្រាន់ជាការយល់ឃើញជាការជួយបកស្រាយឬចម្ងល់កំណាព្យសុភាសិតរបស់ចាស់បុរាណដែលលោកពោលអញ្ចឹងបើយើងប្រៀបធៀបថាសង្គ្រាមខ្មែរហើយនិងថៃបាទពាក្យថាខ្មែររត់ឡើងរុងដីថៃរត់ឡើងរុងថ្មថៃចិត្តមិនល្អបាត់បង់ទឹកដីអញ្ចឹងចំណុចកន្លែងនេះបើសិនជាផ្ទុះសង្គ្រាមរវាងខ្មែរនិងថៃមែនអញ្ចឹងខ្មែររត់ឡើងរុងដីមានន័យថាខ្មែរសង្គ្រាមផ្ទុះឡើងនៅក្នុងទឹកដីខ្មែរឬសព្វវុធដែលផ្ទុះឡើងនៅក្នុងទឹកដីខ្មែរគឺវាមិនមានលក្ខណៈមួយវាខ្លាំងក្លាទេវាបើយើងស្ដាប់មើលទៅធម្មតាអាវុធផ្ទុះខ្លាំងប៉ុន្តែបើយើងស្ដាប់មើលស្ថានភាពជាក់ស្ដែងគឺរត់តម្រង់ដីគឺយើងអត់មានអីខ្លាំងអីប្រហែលទេបាទតែខ្លាំងដូចនេះប៉ុន្តែវាមិនមានហានិភ័យគ្រោះថ្នាក់ស្លាប់មនុស្សច្រើនអញ្ចឹងហើយបើយើងប្រៀបធៀបថាផ្ទុះឡើងសព្វវុធក៏វាមិនសូវខ្លាំងក្លាដូចស្រុកគេបាទស្រុកគេទំនើបគេទាន់សម័យនិងគេខ្លាំងណាស់ចំណែកស្រុកយើងវាមិនមានអាវុធអីដែលទំនើបតែទាន់សម័យទេអញ្ចឹងបើផ្ទុះអាវុធក៏វាលក្ខណៈមួយអាវុធនោះមិនខ្លាំងក្លាអញ្ចឹងធ្វើមករុងដីហើយបើសិនជាគិតអំពីនៅមនុស្សស្លាប់ក៏ស្លាប់មិនច្រើនដូចគេទេដោយសារអីសព្វវុធយើងមិនសូវជាទំនើបយើងថាទំនើបមិនតែអានេះជាកំណាព្យសុភាសិតឬអាចនិយាយថាមិនមែនជាពុទ្ធនាយទេបាទព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលពោលនៅពុទ្ធនាយទេតែជាកំណាព្យសុភាសិតចាស់បុរាណដែលពោលមកដឹងពីលោកតដងដឹងពីលោកដែលធ្វើវិបស្សនាកម្មដ្ឋានផ្សេងៗលោកមើលឃើញធ្វើធម៌ទៅមើលឃើញលោកក៏មិនអាចប្រាប់ត្រង់ទេលោកគឺប្រាប់ពីលក្ខណៈសុភាសិតអញ្ចឹងចំពោះថៃដែលរត់ឡើងរុងថ្មអញ្ចឹងថៃរត់ឡើងរុងថ្មមានន័យថាថៃនឹងប៉ះទង្គិចសង្គ្រាមខ្លាំងបាទខ្លាំងជាងខ្មែរព្រោះថ្មធម្មតារត់ឡើងរុងហើយមិនធម្មតាទេហើយចំពោះអ្នកការស្លាប់ទៀតក៏មិនតិចទេគឺអាចច្រើនមែនទែនហើយបើយើងប្រៀបធៀបបើយើងវិភាគទៅមើលបច្ចុប្បន្នជុំវិញប្រទេសថៃដែលថៃតែងតែយាយីឬប៉ុនប៉ងរំខានឯងហ្នឹងគឺមានកម្ពុជាមានឡាវមានម៉ាឡេស៊ីមានភូមាអញ្ចឹងជុំវិញហ្នឹងថៃគឺជាសត្រូវជុំទិសបាទសម្រាប់ប្រទេសថៃអញ្ចឹងបើយើងប្រៀបធៀបទៅរត់ឡើងរុងថ្មមិនធម្មតាអញ្ចឹង4 បូក1មិនធម្មតាទេហើយយើងតម្រង់ដីឯងបាទហើយយើងគិតមើលចំពោះខេត្ត3ខេត្តថៃជាប់នឹងព្រំដែនប្រទេសម៉ាឡេស៊ីវាមានខេត្តយ៉ាឡានរាធិវត្តហើយនឹងបត្តនីបាទយ៉ាឡានរាធិវត្តបត្តនីអញ្ចឹង3ខេត្តនេះគឺជាបើសិនជាខ្ញុំមិននិយាយថាអតីតមួយទឹកដីរបស់ម៉ាឡេស៊ីទេគាត់និយាយថាទឹកដីដែលកាន់សាសនាមូស្លីម 80% ហើយប្រជាជនមូស្លីមរស់នៅក្នុង3ខេត្តនេះគឺ 80% ហើយប្រជាជនថៃមានតែ 20% ទេហើយសប្តាហ៍ថ្ងៃ3ខេត្តនេះគឺមានការបះបោរជារៀងរាល់ថ្ងៃមានការបាញ់សម្លាប់ប៉ូលីសបាញ់សម្លាប់ទាហានអីផ្សេងៗគឺកើតឡើងជាប្រចាំ
ហើយចំពោះភូមិគឺម្ដងមកកាហើយឥឡូវមករៀបដាដល់ខ្មែរយើងអត់ទាន់នឹងចប់នៅឡើយទេបាទសង្គ្រាមនឹងnhưng vì ai cũng tục sinh kiếm rồi tục mình tục khi mình hình thành thang đấy bông bông bị trả nào này tới và bờ sinh chỉ tục sinh kiếm rồi riêng không ai tục mến dân tung vinh vai khang thấy ai ngược làm từng prom nè và prom nè những địa điểm lại thà máy rút rung đấy máy rút lằng rung đấy thay rút lằng rung mỏ thay chất mình đó bật bong thực đầy những ca slap rồi bong tin kia thấy chỉ sấy từng chết thấy và nhưng vậy ra rút lằng rung mỏ mình đã những khăn thấy speedboat ឬសង្គ្រាមគឺអាចខ្លាំងជាងខ្មែរខ្លាំងខ្លាជាងខ្មែរហើយអត្រានៃការស្លាប់គឺអាចស្លាប់ច្រើនជាងខ្មែរដែរបាទពីព្រោះទេវតាឬព្រំលិខិតគឺលោកចាមកគឺមានយុទ្ធធម៌ជានិច្ចចំពោះខ្មែរយើង17លានអ្នកបើយើងស្លាប់ម្នាក់គេក៏អាចស្លាប់តែ20ឬ50អ្នកឬ100អ្នកដែរបាទខ្ញុំវាសមតលគ្នាបើសិននេះថា100ស្មើគ្នាខ្មែរយើងគឺអស់ហើយលីងបាទទឹកដីប្រទេសខ្មែរមានសល់17លានអ្នកខ្ទេចយើងខ្មែរស្លាប់ម្នាក់អាចថាគេនឹងអាច50ទៅ100អ្នកដែរបានវាសមតលគ្នាបាទហ្នឹងជាបញ្ហាមួយដែលជាសភាសិទ្ធដែលចាស់បុរាណលោកវិបស្សនាទៅដងកម្មដ្ឋានដែលលោកពោជាឲ្យជាសភាសិទ្ធមកចាស់បុរាណតែងផ្ដែផ្ដាំកូនចៅតគ្នាថាជាកំណាប់បែបហ្នឹងយើងត្រូវចងចាំហើយក៏គ្មានអ្នកណាមួយបកស្រាយអំពីបញ្ហាហ្នឹងដែរនេះគ្រាន់ជាការយល់ឃើញរបស់ខ្ញុំទេបាទយល់ឃើញរបស់ខ្ញុំតែផ្ទាល់ទេមានការខុសត្រូវទាំងណាសូមបងប្អូនកុំប្រកែកប្រកាន់បាទអញ្ចឹងនេះជាសភាសិទ្ធខ្មែរចាស់បុរាណពោមកអញ្ចឹងថាខ្មែររត់ឡើងរូងដីថៃរត់ឡើងរូងថ្មថៃចិត្តមិនអស់បាត់បង់ទឹកដីយើងនិយាយបែបសង្ខេបដែលខ្លីទៅវិញបង្រួមសង្ខេបទៅវិញថាបើសិនជាសង្គ្រាមផ្ទុះខ្មែរនិងថៃផ្ទុះឡើងមែនអញ្ចឹងខ្មែរយើងស្លាប់ក៏តិចបាទហើយចំនួននៃសភាវុធក៏មិនសូវខ្លាំងក្លាឲ្យប្រហែលទេហើយបើសិនជាខាងថៃវិញគឺអាចរត់ឡើងរូងថ្មមានន័យថាអាចស្លាប់ច្រើនហើយសភាវុធហ្នឹងដែលធ្លាក់ទៅលើដីថៃហ្នឹងក៏ធ្ងន់ធ្ងរដែរក៏ខ្លាំងក្លាដែរហើយបើយើងមើលជុំវិញមិនមែនថាអាវុធខ្មែរយើងទេពីព្រោះយើងមើលឃើញថាសត្រូវជុំទិសមានខ្មែរផងលាវផងម៉ាឡេផងហើយនិងភូមាផងបាទអញ្ចឹងបងប្អូនអាចពិចារណាខ្លួនឯងទៅខ្ញុំបកស្រាយទៅប៉ុណ្្នឹងទេហើយនឹងមានសពិសិដ្ឋមួយទៀតដែលគេពោលថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅអញ្ចឹងបងប្អូនកុំយល់ច្រឡំថាជំនាន់ខ្មែរក្រហមមកយើងប្រៀបធៀបទៅបច្ចុប្បន្នពីមុនគឺផ្លូវអត់សូវច្រើនទេបាទអត់សូវខុតខ្វែងច្រើនដូចឥឡូវគឺផ្លូវខុតខ្វែងច្រើនបាទហើយមានផ្ទះអត់មនុស្សនៅក៏មិនមែនជាសម័យកាលខ្មែរក្រហមដែរបាទខ្មែរក្រហមមិនមែនជាសម្បូរផ្ទះអីច្រើនដែលដល់ថ្នាក់អត់មនុស្សនៅដែរអញ្ចឹងគាត់និយាយបានថាជំនាន់ខ្មែរក្រហមគឺចាស់បុរាណពោលថាក្អែកខ្មៅចុះស៊ីមនុស្សបាទអញ្ចឹងកន្លងផុតរួចទៅហើយគឺជំនាន់ខ្មែរក្រហមពួកឈុតខ្មៅបាទពួកស្លៀកសម្លៀកបំពាក់ឈុតខ្មៅគឺសម្រាប់មនុស្សអស់ជាង3លាននាក់អញ្ចឹងកំណាប់សុភាសិតហ្នឹងនិយាយថាក្អែកខ្មៅចុះស៊ីមនុស្សអញ្ចឹងជំនាន់ក្អែកខ្មៅចុះស៊ីមនុស្សគឺផុតហើយកន្លងផុតទៅហើយអញ្ចឹងយើងនៅមានតទៅទៀតថាមានផ្លូវអត់មនុស្សដើរមានផ្ទះអត់មនុស្សនៅហើយខ្ញុំនឹងបកស្រាយបងប្អូននៅពេលខាងក្រោយទៀតបាទអញ្ចឹងបងប្អូនកុំភ្លេចជួយតាមដាន Subscribe YouTube ខ្ញុំម្នាក់មួយផងខ្ញុំនឹងលើកឡើងយកសុភាសិតចាស់បុរាណពោហ្នឹងមកបកស្រាយបងប្អូនស្ដាប់ជាបន្តទៅទៀតបាទសូមអរគុណច្រើនសូមជូនពរបងប្អូនសុខភាពល្អសូមអរគុណសូមជម្រាបលាបាទ